យ៉ាតាខ្លាញ់នេះជារបស់អ្នកណាណបានជាស្អាតអីយ៉ាងនេះនាងហ៊ានតែចូលទៅមើលព្រះរាជបុត្ររបស់យើងនឹងស្លាប់ជាមិនខានទេដើររកផ្កា7ពណ៌នេះគឺគ្មានទេនេះអត់ឯងមកពីណាឯងពិតជាមិនស្គាល់ងាប់មែនរឿងកែវណាម៉ា នៅក្នុងនគរមួយមានព្រះរាជបុត្រាមួយអង្គទ្រង់សពរាជហឫទ័យនឹងការលេងខ្លែងមានថ្ងៃមួយដោយមានកម្លាំងខ្យល់ខ្លាំងធ្វើឲ្យខ្លែងរបស់ព្រះអង្គដាច់ខ្សែធ្លាក់បាត់ទៅពេលនោះព្រះរាជបុត្រានិងអាមាត្យក៏ចេញតាមរកខ្លែងដែលធ្លាក់នោះមកនិយាយពីគ្រួសារតាយាយមួយនេះវិញគាត់មានកូនក្រមុំម្នាក់នាងមានឈ្មោះថាកែវណាម៉ាតែគួរឲ្យអាសូរណាស់ដោយនាងកែវណាម៉ាមានមុខដូចសេះមកនិយាយពីនាងកែវណាម៉ាវិញនាងកំពុងតែអង្គុយលេងមុខផ្ទះពេលនោះខ្លែងរបស់ព្រះរាជបុត្របានធ្លាក់មកមុខផ្ទះរបស់នាងយ៉ាតាខ្លាញ់នេះជារបស់អ្នកណាណបានជាស្អាតអីយ៉ាងនេះវានៅមុខផ្ទះរបស់យើងហើយវាគឺជារបស់យើងតែប៉ុណ្ណោះនាងកៅយើងនឹងយកវាទៅបង្ហោះឲ្យសប្បាយតែម្ដងពេលនោះដែរព្រះរាជបុត្រាបានតាមខ្លែងរហូតដល់មុខផ្ទះរបស់នាងកែវណាម៉ាអេនាងឲ្យខ្ញុំសុំខ្លែងមកវិញបានទេបើនាងចង់បានអ្វីខ្ញុំនឹងឲ្យនាងបានទេខ្លាញ់នេះវាជារបស់ខ្ញុំម្ចាស់ហើយខ្ញុំម្ចាស់មិនឲ្យទៅព្រះអង្គបានទេតែបើព្រះអង្គព្រមធ្វើជាស្វាមីរបស់ខ្ញុំម្ចាស់នឹងឲ្យខ្លែងនេះទៅព្រះអង្គវិញអូខេអញ្ចឹងនាងឲ្យខ្លែងមកខ្ញុំសិនណាចាំខ្ញុំទៅដល់ព្រះរាជវាំងខ្ញុំនឹងប្រាប់ឲ្យគេមកដង្ហែនាងចូលព្រះរាជវាំងជាមិនខានឡើយច្រើនថ្ងៃកន្លងផុតទៅនិយាយពីនាងកែវណាម៉ាវិញទន្ទឹងរង់ចាំផ្លូវក្សត្រាមិនឃើញយាងមកនាងកែវណាម៉ាអង្គុយកាត់ទុកម្នាក់ឯងរហូតមកតាវាអីខ្ញុំស្ទេតែផ្សេះទ្រុងស្លាប់ហើយពេលឃើញកូនកែវយើងពិបាកចិត្តគ្មានបាយគ្មានទឹកអីសោះហើយម៉ែវាឯងឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅបើមិនឃើញទ្រង់យាងមើកផងហ្នឹងហើយកាត់ទៅកែវហើយកែវបើគេមកគេមិនឲ្យយើងរងចាំដាច់ទឹកដាច់បាយអញ្ចឹងទេកូនអើយតាវាថាយ៉ាងម៉េចដែរបើសិនដែលយើងទៅគល់ព្រះមហាក្សត្រតែម្ដងទៅអីតាវាហើយទៅសាកសន្កក៏បានដែរដើម្បីឲ្យវាហ្នឹងវាអស់ចិត្តមើលចំណែកឯតាយាយទ្រាំមើលកូនកើតទុក្ខរាល់ថ្ងៃពុំបានក៏ដាច់ចិត្តចូលទៅក្នុងព្រះរាជវាំងទូលទៅព្រះរាជាតាមដំណើររឿងពេលនោះព្រះមហាក្សត្រក៏សួរទៅព្រះបុត្រាហើយក៏ដឹងរឿងការពិតយើងជាព្រះមហាក្សត្រអញ្ចឹងហើយយើងគោរពពាក្យសម្ដីណាស់ហើយរយៈពេល3ថ្ងៃទៀតយើងនឹងទៅដង្ហែនាងកែវណាម៉ាមកព្រះរាជវាំងជាមិនខានឡើយដល់ថ្ងៃដង្ហែនាងកែវណាម៉ាមករាជវាំងពេលនោះព្រះរាជាបានឃើញមុខដ៏អប្លាក់របស់នាងកែវណាម៉ាហើយក៏គិតរកលេសមិនចង់ឲ្យនាងរៀបអភិសេកជាមួយនឹងបុត្រារបស់ខ្លួនណែព្រះបុត្រារបស់យើងកំពុងតែប្រឈួនខ្លាំងណាស់នា
នាងមិនអាចទៅជួបគេពេលនេះបានទេ តើអញ្ចឹងទ្រង់នៅឯណាទៅព្រះពរខ្ញុំម្ចាស់នឹងទៅមើលថែទ្រង់ដោយផ្ទាល់ណា ហើយខ្ញុំម្ចាស់នេះមិនងាយឆ្លងនឹងជំងឺផ្ដេសផ្ដាសទេ ហើយទេទៅមើលក៏មិនបានដែរនាងហ៊ានតែចូលទៅមើលព្រះរាជបុត្ររបស់យើងនឹងស្លាប់ជាមិនខានទេតែបើថានាងចង់បានព្រះរាជបុត្រជាអនាគតស្វាមីនាងត្រូវចេញទៅរត់ទឹកដោះខ្លាដំបងដើម្បីមកព្យាបាលជំងឺព្រះរាជបុត្រសិនទើបអាចរៀបអភិសេកបាន ទឹកដោះខ្លាដំបងហ៎ មិនអីទេព្រះអង្គទុកចិត្តលើខ្ញុំម្ចាស់ចោះដើម្បីព្រះរាជបុត្រខ្ញុំម្ចាស់ហ៊ានធ្វើគ្រប់យ៉ាង បន្ទាប់មកនាងកែវណាម៉ាហេតុតែមានចិត្តចង់រៀបអភិសេកជាមួយនឹងព្រះរាជបុត្រនាងក៏បានធ្វើដំណើរចូលព្រៃដើម្បីទៅរកទឹកដោះខ្លាដំបងតាមពាក្យរបស់ព្រះរាជារីឯព្រះអិនស្វែងយល់ដឹងថាព្រះរាជាប្រើឲ្យនាងកែវណាម៉ាដើម្បីឲ្យនាងស្លាប់បន្ទាប់មកទ្រង់ក៏បានប្រែក្រឡាទៅជាសត្វខ្លាកូនដំបងដើម្បីឲ្យនាងត្របាច់យកទឹកដោះបន្ទាប់ពីនាងកែវណាម៉ាយកទឹកដោះខ្លាដំបងចូលទៅថ្វាយព្រះរាជាដោយព្រះរាជាបានឃើញនាងកែវណាម៉ាមិនទាន់ស្លាប់ព្រះរាជាក៏បានប្រើល្បិចម្ដងទៀត ណែនាងកែវអើយរោគរបស់បត្រាយើងកាន់តែរីកឡើងទៀតហើយទោះទឹកដោះខ្លាដំបងនេះក៏មិនអាចជួយព្យាបាលដាច់បានដែរតួតែនាងចេញទៅរកផ្កា7ពណ៌ទើបអាចព្យាបាលព្រះបត្រានេះបាន បន្ទាប់មកនាងកែវណាម៉ាក៏ដើរចេញទៅរកផ្កា7ពណ៌ពេលនាងដើរយូរទៅក៏បានជួបជាមួយនឹងលោកតាមនីអីសីហើយលោកតាមនីអីសីគាត់បានស្វែងយល់ហើយប្រាប់នាងថាណែចៅដើររកផ្កា7ពណ៌នេះគឺគ្មានទេគេប្រើចៅមកគ្រាន់តែឲ្យចៅនឹងទៅស្លាប់ទេណាចូលចៅនៅទីនេះជាមួយតាចុះ មិនអាចទេលោកតាព្រះស្វាមីរបស់ចៅពិតជាត្រូវការផ្កានេះមែន ណែចៅស្រីជឿតាចុះបើសិនពេលវេលាល្អចាំចៅត្រឡប់ទៅវិញចុះ ក្រោយមកនាងកែវណាម៉ាក៏នៅរៀនវិជ្ជាសិល្ប៍ជាមួយនឹងលោកតាមនីអេសីនោះទៅមកនិយាយពីព្រះបត្រាវិញទ្រង់បានសុំព្រះបិតាទៅបរបាញ់សត្វនៅក្នុងព្រៃពេលនោះក៏មានយក្សមួយមកចាប់ព្រះបត្រាទៅពេលទៅដល់នគរយក្សព្រះរាជបុត្របានឃើញបុត្រីរបស់ស្ដេចយក្សហើយព្រះរាជបុត្រមានចិត្តប្រតិព័ទ្ធទៅលើនាងចំណែកឯបុត្រីរបស់យក្សវិញក៏មានចិត្តស្រឡាញ់មកលើព្រះរាជបុត្រដែរយីបុត្រីស្ដេចយក្សនេះពិតជាមានសម្រស់ស្រស់ស្អាតណាស់ដោយទង្វើនិងកាយវិការរបស់ព្រះរាជបុត្របានធ្វើឲ្យស្ដេចយក្សដឹងរឿងនេះសេនាចាប់យកអាម៉ាស៊ីលនេះយកទៅធ្វើទារុណកម្មវាឲ្យរៀងចាម្ដងទៅវាប្រហើនណាស់វាហ៊ានលួចមានចិត្តមេត្រីជាមួយនឹងបុត្រីរបស់យើងផងពេលនោះដែរលោកតាមនីអេសីបានដឹងរឿងរ៉ាវរបស់ព្រះរាជបុត្រក៏ប្រាប់ទៅនាងកែវណាម៉ា ចៅស្រីចៅទៅជួយព្រះស្វាមីរបស់ចៅផងជ្រុងកំពុងតែជួបគ្រោះថ្នាក់ហើយ
ចៅស្រីត្រូវតែប្រែក្រឡាទៅជាប្រុសចៅត្រូវដាក់ឈ្មោះថាមានុបតែបើចៅប្រែក្រឡាទៅជាមនុស្សស្រីវិញចៅត្រូវដាក់ឈ្មោះថានាងកែវមณีយល់នៅចៅ ពេលនោះនាងកៅណាម៉ាបានប្រែក្រឡាទៅជាចៅមានុបមកនិយាយពីចៅមានុបវិញដែលនាងកៅណាម៉ាប្រែក្រឡានោះបានធ្វើដំណើរមកដល់នគរយក្ស ណែស្ដេចក្រុងមាដោះលែងព្រះរាជបុត្របើកវិញភ្លាមបើមិនចឹងទេយើងនឹងសម្លាប់ឯងហើយ អាក្មេងល្អិតឯងមកពីណាឯងពិតជាមិនស្គាល់ងាប់មែនមកចង់ហ៊ានសាឡបងយុទ្ធសិលជាមួយយើងផងបានងាប់ទៅ ងប់ទៅអាយុចង្រៃ អូយឯងជាអ្នកណាមិនដេចកងខ្លាំងម្លេះពេលនោះចៅមានុបបានប្រយុទ្ធឈ្នះជាមួយនឹងស្ដេចយក្សចំណែកឯព្រះរាជបុត្រវិញបានមកអរគុណចៅមានុបដែលបានជួយទ្រង់យើងពិតជាអរគុណចៅមានុបឯងខ្លាំងណាស់ដែលឯងបានមកជួយយើងពីយក្សកំណាចទាន់ពេលវេលា មិនអីទេព្រះអង្គ និយាយពីចៅមានុបវិញបន្ទាប់ពីបានជួយព្រះរាជបុត្រាហើយក៏បានប្រែក្រឡាទៅជានាងកែវមณีដ៏ស្រស់ស្អាតពេលនោះដែរព្រះរាជបុត្រាក៏បានមកដល់ហើយក៏ឃើញសម្រស់របស់នាងកែវមณีព្រះបុត្រាមានចិត្តប្រត់ពត់យ៉ាងខ្លាំងហើយទ្រង់ទាំងពីរក៏រួមរស់ជាមួយគ្នារហូតដល់មានព្រះគភ៌មកនិយាយពីស្ដេចយក្សនេះវិញដោយប្រយុទ្ធចាញ់ចៅមានុបហើយមិនអស់ចិត្តក៏ទៅពឹងស្ដេចយក្សជាមេរបស់ខ្លួន ឯងមករកជើងនេះប្រកាសជាមានរឿងឲ្យយើងជួយជាមិនខានទេមែនទេ ពិតជាមានហើយបានជាខ្ញុំមករកលោកមាននេះខ្ញុំនៅតែមិនអស់ចិត្តសោះមិនគួរណាខ្ញុំប្រយុទ្ធមិនឈ្នះអាក្មេងមៀតល្អិតនោះសោះលោកមាអញ្ចឹងហើយលោកមាត្រូវជួយខ្ញុំផង អញ្ចឹងយើងនឹងឲ្យមោងស័កនេះទៅឯងដើម្បីយកទៅប្រយុទ្ធជាមួយនឹងចៅមានុបនោះប៉ុន្តែមិនត្រូវយកទៅប្រយុទ្ធជាមួយនឹងស្ត្រីមានផ្ទៃពោះជាដាច់ខាត បាត់អរគុណណាស់លោកមាខ្ញុំនឹងមិនចាញ់អាក្មេងល្អិតនោះទៀតទេរឿងរ៉ាវទាំងអស់នេះក៏បានដឹងដល់ព្រះនាងកែវមณีព្រះនាងកែវមณีដោយខ្លាចស្វាមីរបស់ខ្លួនគ្រោះថ្នាក់ព្រះនាងក៏បានចាកចេញពីព្រះរាជបុត្រដើម្បីទៅប្រយុទ្ធជាមួយនឹងស្ដេចយក្សមកហើយមែនទេម្ដងនេះយើងមិនចាញ់ឯងជាដាច់ខាត ចាញ់ហើយមិនព្រមចាញ់ទៀត កំបោបាច់ច្រើនទៀតម្ដងនេះនឹងច្បាស់ជាមិនខានថាអ្នកណាជាអ្នកចាញ់ឲ្យប្រកបពេលនោះឆាប្រយុទ្ធក៏កើនឡើងយ៉ាងសន្ធឹកសន្ធាប់តែសំណាក់ករបស់ស្ដេចយក្សបានធាក់ចំពោះមានុបដែលមានព្រះគភ៌ទ្រុឌមោងស័កនោះចាញ់បារមីស្ត្រីមានផ្ទៃពោះពេលនោះស្ដេចយក្សក៏អស់ឫទ្ធិក៏ត្រូវចៅមានុបសម្លាប់បន្ទាប់ពីព្រះនាងកែវមณีប្រយុទ្ធជាមួយនឹងស្ដេចយក្សហើយព្រះនាងក៏ប្រសូតបានបុត្រាមួយអង្គដោយបានបុត្រីស្ដេចយក្សជួយសម្រាលឲ្យ អរគុណម្ចាស់ប្អូនខ្លាំងណាស់ដែលបានជួយម្ចាស់បងហើយនឹងបុត្រារបស់ម្ចាស់បងណាមិនអីទេម្ចាស់បង
បុត្រារបស់ម្ចាស់បងពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ធំឡើងពិតជាពូកែដូចម្ចាស់បងមិនខានទេអញ្ចឹងម្ចាស់បងយកបុត្រារបស់ម្ចាស់បងទៅនគរយើងល្អទេមិនបានទេបងមិនអាចយកបុត្រាទៅជាមួយម្ចាស់ប្អូនបានទេម្ចាស់បងគឺមានភារកិច្ចត្រូវធ្វើហើយម្ចាស់បងនឹងយកបុត្រារបស់ម្ចាស់បងទៅផ្ញើជាមួយនឹងលោកតាមនីឥសីហើយ បន្ទាប់ពីព្រះនាងកែវមณีយកបុត្រាឲ្យលោកតាមនីឥសីហើយព្រះនាងកែវមณีក៏ចង់សាកចិត្តស្វាមីរបស់ខ្លួននាងក៏ប្រែកាឡាទៅជាកែវណាម៉ាដូចដើមហើយវិលត្រឡប់មកនគរវិញយីនាងមុខអបលៈនៅមានមុខមករកយើងទៀតសេនាឆាប់ចាប់យកនាងអបលៈនេះទៅដាក់គុកកុំឲ្យនាងចេញមកទៀតនិយាយពីនាងកែវណាម៉ាវិញត្រូវបានព្រះស្វាមីរបស់ខ្លួនចាប់ដាក់គុកហើយម្ចាស់ប្អូនដែលជាកូនយក្សក៏មកសួរសុខទុក្ខ ខ្ញុំម្ចាស់បានដឹងរឿងអស់ហើយខ្ញុំម្ចាស់គឺថាឲ្យម្ចាស់បងត្រូវប្រែកាឡាទៅជាកែវមณีវិញទៅខ្ញុំម្ចាស់នឹងទៅរស់នៅឯព្រះនគររបស់ខ្ញុំម្ចាស់វិញហើយពេលនោះដែរព្រះរាជបុត្រាបានស្ដាប់ដឹងរឿងរ៉ាវទាំងអស់ហើយក៏ចូលមកសុំអង្វរព្រះនាងកែវមณีអូនកែវមณีបងសុំទោសណាបងពិតជាខុសហើយអូនមិនបន្តោសបងទេនេះវាជាកម្មរបស់អូនទទួលយកទាំងអស់ហ្នឹងម្ចាស់បងកៅណាម៉ាចាប់ពីថ្ងៃនេះតទៅយើងរស់នៅបានសុខហើយម្ចាស់បងធ្វើជានាងកែវមณีតទៅទៀតទៅមែនហើយកែវមณีអូនសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូក្រោយៗទៀតសូមអរគុណ